អ្នកនៅខាងបឹងតបៃគឺប្រកាសជាបានស្គាល់ទីតាំងលក់ទាស្រែអាំងមកកន្លែងនេះរួចមកហើយដែលគាត់មានលក់ទាំងជាប្រភេទទាស្រែក៏ដូចជាមាន់អាំងណាហើយសម្រាប់មាន់នេះគឺបងប្រុសគាត់បានប្រាប់ថាជាមាន់ទូទៅទេប៉ុន្តែសម្រាប់ទាវិញគឺធានា 100% តែម្ដងជាប្រភេទទាស្រែហើយពេលដែលយើងញ៉ាំបានប៉ះរបស់ពិតអញ្ចេះគឺឆ្ងាញ់មែនទែនរបៀបថាសាច់គេឡងផ្អែមដាក់ជាមួយទឹកជ្រលក់អញ្ចេះមកគឺថាត្រូវតែម្ដងចឹងសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺស្ថិតនៅខាងលិចផ្សារបឹងតបែកដែលមានឈ្មោះថាតារាលក់ទាស្រែអាំងមាន់អាំងដែលស្ថិតនៅលើផ្លូវ105ពុកម៉ែបងប្អូនហើយនៅកន្លែងគាត់ហ្នឹងគឺលក់លក្ខណៈសាមញ្ញទេគឺគាត់អត់មានអីអញញ៉ៃច្រើនទេគឺមានតែជាប្រភេទទាអាំងក៏ដូចជាមាន់អាំងអំបិលម្ទេសសម្រាប់គ្រឿងដែលគាត់កំពុងតែប្រឡាក់នេះគឺជាប្រភេទអំបិលម្ទេសរបស់គាត់ហ្នឹងគឺថាក្លិនមកគេឈ្ងុយមែនតែនរបៀបថាពេលដែលយើងបានជិះកាត់តាមហ្នឹងហើយគឺដកចិត្តអត់រួចទេព្រោះដោយសារតែក្លិននេះគឺភាយបានឆ្ងាយល្អមែនតែនហើយសម្រាប់គ្រឿងនេះមិនមែនគាត់ប្រឡាក់ម្ដងចេះហើយគឺឈប់ឯណាពុកម៉ែបងប្អូនគឺថាពេលដែលប្រឡាក់ហើយរៀងស្ងួតបន្តិចហ្នឹងគឺគាត់ចាប់ផ្ដើមប្រឡាក់ទៀតហើយអញ្ចឹងបានថាពេលដែលយើងញ៉ាំទៅគឺចូលជាតិខំជាតិចូលគ្នាបានល្អមែនតើហើយសម្រាប់ទាអាំងនេះវិញគឺមួយតម្លៃ 25,000 រៀលគេមកជាមួយនឹងពងមួយកសោមចេះហ่ะពុកម៉ែបងប្អូនហើយគាត់អាំងបានក្រៀមល្អមែនតើសម្រាប់សាច់មាន់នេះវិញគឺគាត់ចុះបែបនេះដើម្បីឲ្យស្រស់ខ្លាញ់អញ្ចឹងពេលដែលគាត់ដាក់អាំងយូរទៅក៏អត់មានខ្លោចដែររបៀបដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងណាគឺថាសាច់គេឡើងក្រហមតែម្ដងក៏អត់មានប្រឡាក់លាក់ប្រឡាក់អីទេគឺប្រឡាក់តែគ្រឿងអំបិលម្ទេសរបស់គាត់ហ្នឹងហើយពេលដែលយើងញ៉ាំជាប្រភេទទាអាំងរៀងហិលប្រៃអញ្ចេះដាក់ជាមួយនឹងពោការីស្វេតមកគឺឆ្ងាញ់មែនតើពុកម៉ែបងប្អូនរបៀបថាពេលដែលយើងញ៉ាំទៅជួយបន្ថែមរសជាតិក៏ដូចជាជួយបន្ថែមជាតិទឹកនៅក្នុងរាងកាយយើងអញ្ចឹងណាហើយឥឡូវនេះគឺថា Twister ចាប់ផ្ដើមឲ្យបងប្រុសគាត់កាប់ទាឲ្យមួយហើយគឺថាទប់អារម្មណ៍អត់បានទេឃើញបងប្រុសបងស្រីកំពុងតែឈោប្រឡាក់នឹងគឺថាក្លិនរបស់គេនឹងឈួរចូលពេញច្រមុះតែម្ដងហើយឥឡូវនេះគឺថាមួយចាប់ផ្ដើមមកបដាហើយពុកម៉ែបងប្អូនឃើញថានៅកន្លែងគាត់លក់ដាច់ទាំងទាក៏ដូចជាមាន់គឺគាត់លក់អស់ចន្លោះពី50ទៅ60ក្បាលក្នុងមួយថ្ងៃហើយ Twister គឺថាអត់ភ្លេចទេគឺមកជាមួយនឹងពោការីស្វេតទៀតហើយពុកម៉ែបងប្អូនយើងញ៉ាំជាប្រភេទទាអាំងបែបហិលអញ្ចេះដាក់ពោការីស្វេតមកគឺត្រូវតែម្ដងសម្រាប់សាច់ទារបស់គាត់ដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺថាក្រៀមល្អមែនតើហើយយើងដាក់ជ្រលក់ជាមួយនឹងអំបិលម្រេចក៏ដូចជាទឹកត្រីកោះកុងរបស់គាត់មកគឺទំនងមែនតើហើយសាច់របស់គាត់ឡើងឈ្ងុយហើយមានជាប់ជាមួយម្ទេសដែលគាត់ដាក់អាំងនៅលើសាច់ហ្នឹងទៀតពុកម៉ែបងប្អូនសម្រាប់គ្រឿងដែលគាត់លាបជាមួយនឹងសាច់ទាហ្នឹងមិនចាំបាច់ជ្រលក់ជាមួយនឹងទឹកជ្រលក់ខាងក្រៅក៏ឆ្ងាញ់ដែរសម្រាប់សាច់ទានេះឡើងផ្អែមអញ្ចឹងមិនថាពេលដែលយើងបានញ៉ាំប៉ះចំរបស់ពិតគឺពិតជាមិនធម្មតាមែនហើយយើងផ្ទាប់ជាមួយនឹងជីពងទាកូនបែបនេះមកគឺថារសជាតិកាន់តែឆ្ងាញ់តែម្ដងអញ្ចឹងពុកម៉ែបងប្អូនពេលដែលបានឃើញវីដេអូនេះហើយកុំភ្លេចទៅទិញញ៉ាំហើយកុំភ្លេចញ៉ាំជាមួយនឹងពោការីស្វេតគឺថាពោការីស្វេតល្អដល់សុខភាពមែនតើជាពិសេសសម្រាប់បងដែលនិយមចូលចិត្តលេងកីឡាអីហ្នឹងធ្វើការក្រោមកម្ដៅថ្ងៃហែវហត់អស់កម្លាំងអីដាក់ពោការីស្វេតមកគឺមានកម្លាំងព្រឹសតែម្ដងអញ្ចឹងត្រឡប់មកវិញនៅទីនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង 3 ល្ងាចរហូតដល់ម៉ោង 9 ម៉ោង 10 យប់វីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ